បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបដំឡើងកម្មវិធី Noiva សម្រាប់ប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Tesla Luca, Tesla Oscar និង Tesla David អញ្ចឹងជាដំបូងយើងត្រូវមាន file APK Noiva ដែលក្រុមហ៊ុនផ្ដល់ជូនអញ្ចឹងក្នុងការនេះខ្ញុំបាន download ទុកនៅក្នុង memory controller រួចហើយអញ្ចឹងជាបន្ទាប់យើងចូលទៅក្នុង file ចូលទៅ download គឺ Noiva app នេះ 2.4.9 version ចុងក្រោយនេះខ្ញុំចុចទៅលើ file នឹងមួយអញ្ចឹងវាចាប់ផ្ដើម install អញ្ចឹងយើងចុច install អញ្ចឹងបើសិនជាចេញរបៀបនេះមកយើងចុច more detail ហើយ install always បាទបន្ទាប់ពីបាន install ចប់វាមានសេចថា Noiva was installed នេះគឺយើងអាចថយមកក្រោយបងអស់បន្ទាប់មកយើង scroll ទៅក្នុង menu app របស់យើងឃើញមាន Noiva app ដែលនេះតែយើងទៅ install ថ្មីនេះចូលមកក្នុង controller របស់យើងជាបន្ទាប់ខ្ញុំនឹងចាប់កម្មវិធី Noiva នេះដាក់លើផ្ទាំង Home ដើម្បីងាយស្រួលប្រើប្រាស់យើងសង្កត់លើកម្មវិធី Noiva ឲ្យជាប់រួចដាក់នៅលើផ្ទាំង Home នេះអញ្ចឹងកាលណាយើង install កម្មវិធី Noiva ថ្មីយើងទី1យើងមិនទាន់ប្រើប្រាស់បានទេព្រោះ default របស់វាគឺខុសប្រព័ន្ធនិយមការស្ថិតនៅប្រទេសកម្ពុជាយើងអញ្ចឹងជាដំបូងយើងត្រូវចូលទៅកាន់កម្មវិធី Noiva បើវា alert message របៀបនេះយើងអូខេបន្តមកទៀតខ្ញុំនឹង allow app Noiva នេះឲ្យ install controller អញ្ចឹងយើង back ចេញថយក្រោយវិញ back ថយក្រោយមកកន្លែងជាបន្ទាប់យើងចុច next នៅលើផ្ទាំង start Noiva នេះចុច allow បន្តទៀតបន្តមកយើងចុច while using the app ចុច allow ម្ដងទៀតហើយចុច next ម្ដងទៀតនោះកម្មវិធី Noiva យើងនឹងអាចប្រើប្រាស់បានហើយអញ្ចឹងជាបន្ទាប់យើងត្រូវតែកំណត់ប្រព័ន្ធយាមការជាមុនសិនមុននឹងបោះវែងអញ្ចឹងជាដំបូងយើងត្រូវចុចព្រួញចេញខាងលើមករកពាក្យ COF យើងត្រូវ new ប្រព័ន្ធយាមការថ្មីមួយសម្រាប់ប្រើនៅក្នុងប្រទេសយើងយើង new នៅក្នុងកន្លែង ellipse it high នេះយើងរើសយក WCF84 ធម្មតានេះមកតមក projection យើងត្រូវកំណត់យក UTM យើងចុចរើស projection នេះយើងឃើញមានពាក្យមួយគឺ Universal Transfer Method បន្តមកក្នុង zone លេខ48បាទហើយ Hemisphere នេះគឺយើងត្រូវយកខាងជើង NOS នេះហើយបន្តមកអ្វីដែលយើងត្រូវកំណត់មួយទៀតគឺក្នុងរបាខាងលើនេះយើងអាច scroll មករកពាក្យ high បូក fitting បន្តមកយើងចុចលើពាក្យ save file នេះហើយយើងរើស file EGM ដែលយើងបាន download ពី Telegram ដាក់នៅក្នុង folder របស់វានេះគឺ EGM 2003 យើង select ជាបន្ទាប់យើងត្រូវដាក់ឈ្មោះឲ្យវាខាងលើ coordinate system នេះយើងត្រូវដាក់ថា UTM ស្រុកខ្មែរយើងសកកាត់ហៅ UTM Universal Transfer Method អញ្ចឹងយើងអូខេមកអញ្ចឹងយើងនឹងបានប្រព័ន្ធយាមការ UTM ស្រុកខ្មែរយើងហើយជាបន្ទាប់យើងនឹងចុចសញ្ញាព្រួញផ្នែកក្រោយយើងមក project ដើម្បីបង្កើត project តេស្តសាកមើលមួយគឺយើងយក new project ខាងក្រោមនេះហើយយើងដាក់ឈ្មោះក្នុងករណីនេះខ្ញុំយកថ្ងៃនេះធ្វើឈ្មោះ project របស់យើងជាបន្តកន្លែង creator នេះយើងអាចដាក់ឈ្មោះយើងបានតែក្នុងករណីខ្ញុំដាក់តែមួយសិនតមកគឺកន្លែង coordinate system នេះគឺយើងត្រូវរើសយក coordinate ដែលយើងបានបង្កើតមិញនេះគឺ UTM តែបើសិនជាអត់មានពាក្យ UTM ទេយើងអាចចុចលើរូបផែនដីហ្នឹងហើយរើសយក UTM ហើយចុច select ហើយអូខេអញ្ចឹងវានឹងជាប់នៅក្នុង project ដែលយើងបង្កើតនេះហើយបន្តមកគ្រាន់តែយើងអូខេមកគឺវាបាន save project នេះជាការស្រេចអញ្ចឹងជាបន្តមុននឹងធ្វើការបោះវែងយើងត្រូវត្រួតពិនិត្យ project ដែលយើងបានបង្កើតវិញគឺយើងត្រូវមក current project គឺមក coordinate system ពិនិត្យមើល project method របស់យើងនេះគឺ Universal Transfer Method ក្នុង zone 48N បានត្រឹមត្រូវហើយជាបន្ទាប់យើងត្រូវ scroll មកក្រោមបន្តិចយើងត្រូវមើលកន្លែងនេះមួយទៀតគឺ user file គឺយើងថាដាក់ yes ហើយ user file យើងគឺប្រើ PGM 2003គឺឃើញថាបានត្រឹមត្រូវហើយបន្តមកគឺយើង back ខាងលើថយក្រោយបន្តទៀតគឺយើងអាច connect ជាមួយនឹងម៉ាស៊ីន Tesla David Oscar Luca យើងបានហើយ